Yo hello ស្រីញ៉ាំថ្ងៃនេះខ្ញុំប្រាប់ពីរបៀបចូលលេងក្នុង server 3LC របស់ខ្ញុំដែរយើងចូលលេងលើ Minecraft Bedrock ដែលហៅថានៅលេងនៅលើទូរស័ព្ទអញ្ចឹងណាហើយប្រាប់ពីទីស្រួលមែនតើអញ្ចឹងខ្ញុំនឹងចង់លេង server នេះជាឲ្យខ្ញុំផត server ទៅចូលលេងម្នាក់មួយផងណាមុនដំបូងហ្នឹងអ្នកត្រូវមាន Minecraft របស់អ្នកទាំងគ្នាមួយសិនធ្វើបង្កើត account បង្កើតអីហើយមកចឹងរបៀបចូលគឺយើងចុច play កន្លែងនេះយើងចុច play កន្លែងហ្នឹងមកហើយយើងចូលទៅកាន់ server ហើយយើងចូលទៅ add server នេះដល់គ្នាកន្លែងនេះចុច add server កន្លែងហ្នឹងមកហើយយើងដាក់ជាមួយនឹង name server ហើយខ្ញុំដាក់ថា server 3C លេងដាក់ server ឈ្មោះ 3MC ចឹងអ្នកឥឡូវនេះយើងឲ្យដាក់កន្លែងនេះឲ្យយើងដាក់ជាមួយនឹង server address ហើយកន្លែងនេះខ្ញុំដាក់ឈ្មោះថាដាក់ IP ថា3.MC PC .INK ចឹងអ្នកនេះវាយដាក់ P ប៉ុណ្ណឹងមកដក clear លេងតិចសិនឥឡូវ IP យើងនឹងនាម server យើងធ្វើឲ្យមួយទៀតយើងគឺត្រូវដាក់ port server អញ្ចឹងខ្ញុំដាក់ port តាមខ្ញុំមកអ្នកនរគ្នា55 048ចឹងអ្នកនេះដាក់តាមខ្ញុំមកគឺប៉ុណ្ណឹង server យើងដំណើរការ easy តែម្ដងអ្នកនរគ្នាអញ្ចឹងដើម្បីចូល server ចុចទៅ add server នេះអ្នកនេះចុច add server មកហើយយើងទៅរក server យើងអ្នកនរគ្នាឥឡូវនេះ server បងដំណើរការយើងអត់ដោតឲ្យយើងលេង5នាក់ចុយមកកាប់សេយ៉ហ្មងលេង5នាក់អញ្ចឹងអ្នករៀនចុច play មករៀនចុចទៅកាន់ server យើងរៀនចាំវាផ្លែទៅវានាំយើងទៅចូលហើយឥឡូវយើងបានមកដល់ក្នុង server របស់ខ្ញុំមកចឹងអ្នកនរគ្នាដំបូងអ្នកនរគ្នាត្រូវការ register សិនទៅថា account ខ្ញុំ login ហើយថ្ងៃនេះខ្ញុំប្រាប់ពីរបៀប login register ចូល server អញ្ចឹងណាអញ្ចឹងអ្នកនរគ្នាចាស់តាខ្ញុំមក register ដូចខ្ញុំមកគ្នាយើងស្លាច់ register ដូចខ្ញុំមកហើយដាក់ code ហើយខ្ញុំដាក់ code ថា3 1 2 3អញ្ចឹងណា3 1 2 3ទៀតមកអ្នកនរគ្នាថ្មីយើងដាក់ code បាន2 clear អញ្ចឹងអ្នកនរគ្នាអញ្ចឹងយើងចុច enter ទៅគឺបានហើយអញ្ចឹងចុច enter ទៅហើយឡៃបើសិនឧទាហរណ៍មិនសិនពេលយើង enter ហើយគេឲ្យយើង login ដូចយើងដាក់ password ដូចមិញមកអា password យើងដាក់ register មិញហ្នឹងអ្នកដាក់មកឥឡូវខ្ញុំដាក់ឲ្យថាសារតែ account ខ្ញុំ register ហើយអញ្ចឹងខ្ញុំអត់ឲ្យមក record ទេណាអ្នកចឹង register ដូចខ្ញុំមកតែប៉ុណ្ណឹងអាចចូល server បានឥឡូវខ្ញុំចូលដល់ server អញ្ចឹងពីចូល server មកវាអត់មកហោះអញ្ចឹងហើយយើងមកដល់កន្លែងហ្នឹងវិញខ្ញុំគាត់ថា slash spawn មកគឺដល់ server អញ្ចឹងអ្នកអាចដើរមើលបានគឺមាន AWM តែម្ដងអញ្ចឹងហើយចូលលេងម្ដងមកចង់អ្នកចង់លេង server នេះខ្ជា IP ផតអញ្ចឹងគាត់អាចដើរមើល kit មើលអីចង់ទិញចង់លេង em អត់ទីយកមកអញ្ចឹងណា